អូខេខ្ញុំគ្រប់គ្រងឲ្យ Man U លើកពានទៅចុះបាទ Europa League ហើយឆ្នាំក្រោយបានលេង Champions League បើ Man U លើកពានឬក៏ Spurs លើកពានបានថា Champions League ឆ្នាំក្រោយ Premier League 6កៅអីអង់គ្លេស6កៅអីព្រោះឆ្នាំនេះគេទៅឡើងមកកៅអីទៀត5អញ្ចឹងម្ចាស់ជាងឯ Europa League នឹងបានមកកៅអីទៀតបាទអញ្ចឹង6អញ្ចឹងSpurs អាណិតហើយអាណិតសាន់អាណិតឯណាដែលគ្នាវាមិនដែលបានលើកពានហ្មងអ្នកគ្រប់គ្រង Spurs គ្នាចង់បានពានតែខ្ញុំមិនដឹងថា Man U អាចលើកអត់អីហើយសូវតែចាញ់ប៉ះក្រុមអង់គ្លេសដូចគ្នាដូចខ្ញុំនិយាយអញ្ចឹងភាគច្រើនគេដឹងចរិត Man U លេងហើយសូវតែចាញ់ Spurs វិញក៏ថាបាទតែគ្រាន់តែក្នុងចិត្តខ្ញុំចង់ឲ្យ Man U លើកទៅបាទអ្នកគ្រប់គ្រង Man U ច្រើនបាទបើអត់ Man U មួយនៅក្នុងពានអឺរ៉ុបហ្នឹងក៏វាដូចមិនសូវសុបាយដែរបាទចង់និយាយថាយើងលេងមួយដៃគូផ្សេងដែលអត់ទៅមានអ្នកគ្រប់គ្រងអញ្ចឹងដូចវាសក់ក្រោះបាទដូចយើងសក់ក្រោះបាទចុងក្រោយឧទាហរណ៍ថា Spurs ឈ្នះក៏ឈ្នះទៅខ្ញុំទៅកែប្រែមិនកើតគ្រាន់តែការគិតរបស់ខ្ញុំបំណងប្រាថ្នារបស់ខ្ញុំអញ្ចឹងទេបាទបើ Spurs ឈ្នះក៏ល្អម្យ៉ាង Spurs គ្នាមិនដែលបានពានអញ្ចឹងមកថាក្រុមមិនដែលបានពានក៏ចង់គ្នាបានពានដែរដូចសុនដូចអីហ្នឹងខំប្រឹងលេងឲ្យ Spurs យូរហើយល្អសងប់ហើយប៉ុន្តែអត់ដែលឈ្នះពានទេKane គេទៅ Bayern ឥឡូវគេលើកពានបានមានស្គាល់រសជាតិពានគេបាទបានលើកពាន Bundesliga ជាមួយ Vision Company អីហើយគេបងប្អូនឃើញ Vision Company គាត់ទៅ Bayern គាត់ឈ្នះពានឲ្យ Bayern បានណាបាទហើយពីមុនអ្នកដែលគ្រប់គ្រងអ្នកគ្រប់គ្រងខ្លះគាត់និយាយថាមកឲ្យ Bayern នៅខ្វះគ្រូទៅយក Vision Company ដឹកនាំ Burnley ទៅដឹកនាំដូចខ្ញុំនិយាយហ្នឹង Vision Company បងប្អូនឃើញអញ្ចឹងតែបងប្អូនអត់យល់អំពី philosophy បាទរបស់គ្រូបង្វឹកទេគេជួនកាលគេអត់រើសគ្រូថាគ្រូនឹងដឹកនាំក្លឹបអន់មិនតែ Burnley Vision Company ធ្លាប់ដឹកនាំលើកពាននៅ Championship ឡើងមក Premier League ក៏លេងធ្លាក់ទៅវិញហើយក៏ធ្លាប់ដឹកនាំឈ្នះពាននៅ Basic League កម្ពុជារបស់ Basic Anderlecht បាទអញ្ចឹងសមត្ថភាពគាត់ប៉ុណ្ណឹងបានគេមើល philosophy គាត់អាចនឹងគ្រប់គ្រង Bayern បានហើយក៏ធ្លាប់លេងនៅអាល្លឺម៉ង់ស្រាប់អញ្ចឹងឆ្នាំនេះគឺគាត់លើកពានឲ្យ Bayern Munich បានហើយ Champions League ក៏ប៊ីគាត់នេះហើយគាត់ឡើងដល់វគ្គ8ក្រុមហើយតាបាទចាញ់ Inter ហ្នឹងបាទចាញ់បាមេ Inter ដែរព្រោះ Bayern ពេលប៉ះ Inter ច្រើនដេកហ្មងហ្នឹងមិនបាទអញ្ចឹង Spurs គឺអត់ដែលបានឈ្នះពានសុនអត់ដែលឈ្នះពានទេហើយឆ្នាំនេះការប្រែប្រួលមួយគឺ Kane បានស្គាល់រសជាតិពានគេគឺពានលីកកម្ពុជារបស់អាល្លឺម៉ង់ជាមួយ Bundesliga ចំណែកឯ Man U បាទដូចខ្ញុំនិយាយអញ្ចឹង Europa League គឺជាពានដ៏សំខាន់ដែល Man U ប្រាថ្នាចង់បានក្នុងរដូវកាលនេះអញ្ចឹងដែលគេ all in ជាមួយនឹងEuropa League ហើយបាទ all in ហើយខ្ញុំក៏មិនសូវបារម្ភអ្នកគ្រប់គ្រង Man U ក៏មិនសូវបារម្ភដែរក្នុង Europa League ដោយសារឃើញ Man U លេងល្អណាបាទតម្លាក់ Bilbao តម្លាក់ Lyon នៅវគ្គ8ក្រុមនិងវគ្គ4ក្រុមមិនមែនជារឿងធម្មតាទេណា Lyon ក៏ខ្លាំងដែរបាទ Lyon ខ្លាំងដែរក្នុងពានអឺរ៉ុបហ្នឹងបាទហើយ Man U ឆ្នាំនេះក៏តម្លាក់បានបាទអូខេសម្រាប់ខ្ញុំគឺខ្ញុំយល់ឃើញប៉ុណ្ណឹងនៅក្នុងពាន Europa League បាទ